គ្នាយូរហើយអំពេលដំបូងគិតថ្ងៃដំបូងយើងខ្លាចគួរខ្លាំងណាស់តែគួរធ្វើដូចថានឹងខ្វល់មួយយ៉ាងចឹងពេលនេះយល់ច្បាស់ថាមិនអាចព្រោះខ្លាចជីវាវិញមកណាបងសំនិយាមកថែស្រីគ្មានថ្ងៃទៅឆោអូរឿងរ៉ាវគ្រប់យ៉ាងបានបញ្ចប់អនុស្សាវរីយ៍រលឹកចិត្តស្នេហ៍ក៏បានបញ្ឈប់ដូចជាសូបិនមួយគ្មានន័យឃ្លាតឆ្ងាយពីគ្នាមិនដឹងខ្លួនអស់ពេលជាយូរ